ដើម្បីសួរសុខទុក្ខផងហើយក្នុងនោះក៏មានទាំងថវិកាដែលប្រមូលពីសមាជិកគឺមានចំនួន2លានរៀលមកជូននៅឈ្មោះគុណវណ្ឌីដែលជាជនមានជំងឺនៅថ្ងៃនេះហើយចឹងទេក្នុងនាមខ្ញុំជាតំណាងឲ្យក្រុមគ្រួសារនៃអ្នកជំងឺគឺគ្មានអ្វីតបស្នងសងគុណដល់អស់លោកស្រីទាំងអស់ទេមានតែការអរគុណនិងសូមគោរពជូនពរដល់មួយប្រុសមួយស្រីទាំងអស់គឺប្រកបដោយពុទ្ធពរទាំងឡាយ4គឺអាយុវណ្ណៈសុខៈពលៈកំបីគ្រៀងគ្រៀនឡើយបានសូមអរគុណបាទហើយជាតសូមជើញលោកវិគុំមានប្រាបងទីឡាចឹងខ្ញុំជាសូមរងពលក្រុមសាមានរយៈនេះទីខ្សែសមាគមផែនសន្តិភាពបរិញ្ញាជ័យដែលលោកបានចុះសួរសុខទុក្ខហើយបាននាំថវិកាពីរៀបរៀងសួរសុខទុក្ខដល់ក្រុមគ្រួសារលោកគ្រូមនីបាទចឹងអានេះដោយសារតែការមានសន្តិភាពហើយគាត់ជាអតីតគ្រូបង្រៀនជាអតីតនាយកសាលាអតីតត្រីរាជការដែលគាត់មានព្រះរយៈហើយកន្លងមកខ្ញុំក៏បានរួមពួកគាត់ម្ដងមួយហើយដែរហើយនេះបានខាងសមាគមជួយមកទៀតមានតែការត្រេកអរស្វាគមន៍ទទួលយ៉ាងកក់ក្ដៅចំពោះជានៃសមាគមទាំងអស់ដែលលោកបានជួយមកដល់គេឋានដើម្បីចុះសួរសុខទុក្ខនិងធម្មថវិកានេះខ្ញុំមិនមានអីច្រើនទេក៏សូមថ្លែងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកទីក្រុមគ្រួសារក្រុមនាមអាជ្ញាធរនេះគឺមានចិត្តសប្បាយរីករាយដោយការចូលរួមជួបប្រកបនឹងបឋមចឹងសូមគោរពជូនពរកត់ពរជ័យក៏បណ្ដោយពុទ្ធពរ9គឺយុវណ្ណៈសុខៈ8បាយគ្នាផង